ស្វាគមន៍បងប្អូនមកកាន់វីដេអូ vlog របស់ខ្ញុំរិនសុផានទៀនទាំងអស់គ្នានៅទំនប់មួយមករាឬមកហៅថាស្ទឹងជីនិតដែលស្ថិតនៅក្នុងស្រុកបារាយខេត្តកំពង់ធំយើងហ្នឹងបងប្អូនត្រូវតែគីឡូថែមទៅវាឡើងរសជាតិមកហើយកុំភ្លេចសាកកន្លែងពូឆ្ងាញ់យ៉ាលើតែអូអត់ដាក់ទឹកគាត់ដាក់ដោតម៉ៃហ៎ពូលក់ថាពីល្ងាចទៅមកបាទខ្ញុំលក់នៅនេះពី10ឆ្នាំហ្នឹងអូតាមពិតទៅអត់មានកម្រងថាទៅដើរលេងនៅទំនប់មួយមករាឬមួយក៏ហៅថារមណីយដ្ឋានស្ទឹងជីនិតនឹងទេបងប្អូនដោយសារតែពេលយើងទៅធ្វើដំណើរហ្នឹងគឺផ្លូវចូលវានៅជាប់នៅនឹងដែរអញ្ចឹងណាចាក៏ឆ្លៀតទៅចូលនៅនឹងហើយសម្រាប់បាយថ្ងៃតែម្ដងទៅបងប្អូននឹងគឺអត់បានទិញបាយឬមួយក៏ទិញម្ហូបបាយថ្ងៃត្រង់អីនៅនឹងតែទាំងអស់គ្នាប៉ុន្តែដោយសារយើងមានខ្ចប់បាយខ្ចប់ម្ហូបពីក្រៅមកអញ្ចឹងណាចាហើយក៏ជិះឡានមកបើកញ្ចក់មើលឃើញជាមួយនឹងអ៊ីក៏ដូចជាពូដែលគាត់លក់នៅតំបន់ហ្នឹងឃើញទំនងពេកចាំមានដូចជាពោតអាំងហើយមានជាមួយនឹងចេកអាំងផងដែរចាបងប្អូនដែលគាត់បានទៅលេងឬមួយក៏ទៅដល់នៅរមណីយដ្ឋានស្ទឹងជីនិតទំនប់មួយមករាហ្នឹងទាំងអស់គ្នាកុំឲ្យរំលងចាអាចសាកបានជាមួយនឹងពោតអាំងនេះហើយក៏ដូចជាជាមួយនឹងចេកអាំងផងដែរសម្រាប់ចេកអាំងគឺខ្ញុំអត់សូវទទួលយកប្រហែលទេដោយសារយើងអាចញ៉ាំបានអ្នកនរគ្នាមកចង្កាក់នឹងត្រឹមតែ1000រៀលទេគាត់មានស្រូបជាមួយនឹងទឹកសោះទឹកអីឲ្យយើងអញ្ចឹងណាចាអាហ្នឹងដូចជាទឹកត្រីដូងអីចឹងទៅហើយមួយវិញទៀតវារៀងរឹងដែរអញ្ចឹងណាទាំងអស់គ្នាប៉ុន្តែយើងអាចទទួលទានបានក៏ដូចជាហូបបានធម្មតាទេហើយបើសម្រាប់ពោតអាំងវិញគឺខ្ញុំរ៉េតឲ្យ9 10មកឆ្ងាញ់ចាដែលគាត់លក់ប្រហែលតូបហ្នឹងគឺឆ្ងាញ់សឹងទាំងអស់ចូលទិញតូបមួយណាក៏បានដែរពោតហ្នឹងដូចជា1500រៀលអញ្ចឹងណាទាំងអស់គ្នាក៏គាត់មានស្រូបជាមួយនឹងទឹកសោះទឹកអីឲ្យយើងដូចគ្នាទឹកត្រីដូងហ្នឹងគឺឆ្ងាញ់មែនចាសម្រាប់បាយថ្ងៃត្រង់រួចរាល់មកក៏ទៅរកបន្ទប់ទឹកត្រអីអញ្ចឹងណាទាំងអស់គ្នាចាលុបមកលេងដៃលេងជើងអីចឹងទៅបន្ទប់ទឹកគេគឺស្អាតដែរអញ្ចឹងណាចាឲ្យតម្លៃចូលនឹងដូចជា1000រៀលនៅនឹងអញ្ចឹងណាចាបន្ទាប់មកក៏យើងធ្វើដំណើរចេញមកដល់នៅក្នុងខេត្តកំពង់ចាមមិនហើយ5000ទេបងមួយរយៈនេះនៅក្នុង TikTok ក៏ដូចជាជាមួយនឹង Facebook គឺល្បីខ្លាំងមែនតើចាទៅណាក៏ឃើញដែរជាមួយនឹងមច្ឆាអូហត់ផតសោះចាហើយខ្ញុំក៏ឆ្លៀតសាកដែរអញ្ចឹងណាតែប៉ុន្តែអត់ត្រូវសាកទេដោយសារតែឃើញមិត្តភក្តិខ្ញុំគាត់ទិញមកឃើញពណ៌វារៀងតំណងពេកក៏ត្រូវសាកតែហ្មងទៅចាមួយកែវហ្នឹង5000រៀលទាំងអស់គ្នានៅពេលយើងទិញមកសាកទិញមកផឹកហើយគឺរសជាតិរ៉េតឲ្យ2លើ10មកអត់ឆ្ងាញ់ទេចាក្លិនវាបែបរបៀបបែបម្សៅអត់មានធំក្លិនឈ្ងុយមច្ឆាទេអានេះខ្ញុំទិញនៅក្នុងកន្លែងការ៉ាសាំងមួយកន្លែងតែអត់បញ្ជាក់ឈ្មោះថានៅណាទាំងអស់គ្នាហើយមួយវិញទៀតបើសិនជាខ្ញុំសាកនៅខាងខេត្តកំពង់ធំដូចជារៀងច្រើនតូបច្រើនកន្លែងដែរកន្លែងខ្លះតម្លៃ4000រៀលកន្លែងខ្លះតម្លៃ5000រៀលកន្លែងខ្លះ6000ក៏ដូចជាហក់លោតទៅតាមកន្លែងទីតាំងមួយយ៉ាងទៅអាចលើសនឹងអញ្ចឹងណារសជាតិដែលខ្ញុំបានសាក4 5កន្លែងនៅក្នុងខេត្តកំពង់ធំឆ្ងាញ់ដល់អ្នកខ្ញុំរ៉េតឲ្យកន្លែងខ្លះ8ដល់10កន្លែងខ្លះ9ដល់10ឆ្ងាញ់មែនចាទោះបីតម្លៃរៀងខ្ពស់ប៉ុន្តែយើងផឹកហើយគឺយើងចង់ទៅផឹកទៀតហ្មង